សួស្តីអ្នកនរគ្នាខ្ញុំពេជ្រហើយខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានណែនាំអ្វីដែលថ្មីស្រឡាងសម្រាប់ CD Community នៅកម្ពុជាពួកយើងមកនេះដើម្បីរៀបចំការប្រកួតសប្បាយៗ Challenge ចែកចំណេះដឹងនិង Control Digital Artist ក្នុងស្រុកគ្រប់កម្រិតមិនថាអ្នកទើបចាប់ផ្ដើមឬក៏ជាអ្នកជំនាញ Level Pro ក៏ដោយការប្រកួតដំបូងបំផុតរបស់យើងបានមកដល់ហើយវិធានបទនោះគឺដំណើរគ្មានទីបញ្ចប់តើពេលនេះមានន័យថាម៉េចហើយដំណើរហ្នឹងទៅណាវិញអ្នកទាំងអស់គ្នាជាអ្នកសម្រេចចិត្តប្រើគំនិតច្នៃប្រឌិតរបស់អ្នកហើយធ្វើឲ្យខ្លាចជាការពិតក្នុងទម្រង់ 2D ឬក៏ 3D animation ដើម្បីធ្វើឲ្យវាកាន់តែរំភើបយើងបានប្រមូលផ្ដុំនៅគណៈកម្មការដែលមានបទពិសោធន៍ច្រើនពួកគាត់នឹងពិនិត្យស្នាដៃរបស់អ្នកផ្អែកទៅលើភាពច្នៃប្រឌិត storyline និងគុណភាពនៃការ render អ្នកមិនចាំបាច់ខ្វល់ពីចឹងឆ្នែលទេតែ challenge នេះនឹងធ្វើឲ្យអ្នកបង្កើនសមត្ថភាពទោះយ៉ាងណាក៏ដោយយើងមានអ្វីដែលពិសេសសម្រាប់ top 5នឹងទទួលបានអាយុពីគីឡូ render យើងម្នាក់មួយហើយសម្រាប់អ្នក top 3នឹងទទួលបានអាហារូបករណ៍ជ្រើសរើសរៀនវគ្គសិក្សាណាមួយក៏បាននៅក្នុងសាលា Future Beat ដែលឥតគិតថ្លៃអ្នកចូលរួមគ្រប់រូបនឹងទទួលបាននៅ portfolio កាន់តែប្រសើរមតិកែលម្អនិងមានប្រយោជន៍ពីអ្នកដែលមានបទពិសោធន៍ខ្ពស់កន្លែងដែលសម្រាប់បង្ហាញជំនាញរបស់អ្នកមិនថាឈ្នះឬចាញ់អ្នកនឹងទទួលបានបទពិសោធន៍ទំនុកចិត្តនិងមិត្តភក្តិថ្មីៗដែលមានចំណង់ចំណូលចិត្តដូចគ្នានេះគឺជាវិធីចូលរួមប្រកួតងាយៗដែលគ្រាន់តែចុច link ខាងលើដើម្បី download template file គ្រាន់តែ replace តួអង្គនិងទីតាំងឆ្នៃវាឲ្យចេញជាសាច់រឿងដែលអ្នកចង់បានដោយផ្អែកទៅលើ template ដែលយើងផ្ដល់ឲ្យបញ្ជាក់ហាមប៉ះពាល់កាមេរ៉ានិងអ្នកទាំងអស់គ្នាត្រូវប្រើចលនាតួអង្គដោយដើរទៅមុខដូចទៅអ្វីដែលយើងផ្ដល់ឲ្យហាមដូរចលនា render ជា file MP4 រួច submit ចូលទៅក្នុង Google Form របស់យើងdeadline នឹងរត់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែមិថុនាឆ្នាំ2025សម្រាប់កម្មវិធីដើម្បីប្រើប្រាស់អ្នកទាំងអស់គ្នាអាចប្រើប្រាស់កម្មវិធី CD ណាមួយក៏បានប៉ុន្តែសូមចងចាំហាមប្រើប្រាស់ AI ហើយពួកយើងនឹងមាន Discord server សម្រាប់អ្នកទាំងអស់គ្នាចូលរួមយើងនឹងដាក់ link នៅខាងលើហើយពួកយើងនឹង live ឆ្លើយសំណួរឬក៏ធ្វើ sample ឲ្យអ្នកទាំងអស់គ្នាមើលជារៀងរាល់អាទិត្យម្ដងហើយនៅក្នុង Discord server ហ្នឹងពួកយើងនឹងមានការនិយាយគ្នាអំពីchallenge ឬក៏ CD ផ្សេងៗ project ផ្សេងៗដែលអ្នកទាំងអស់គ្នាមិនយល់ឬក៏ចង់ចែករំលែកចំណេះដឹងឲ្យផ្សេងៗបាន